ស្វាប្រេងកូឡាសញ្ញារូបខ្លាប្រេងកូឡាសៀមប្រេងកូឡាសិង្ហបុរីតើលោកអ្នកធ្លាប់ប្រើនិងបានដឹងអំពីប្រវត្តិពិតព្រមទាំងប្រសិទ្ធភាពរបស់ប្រេងកូឡានេះទេមានឈ្មោះជាប្រេងកូឡាផលិតផលនេះត្រូវបានរកឃើញនិងផ្សំឡើងដោយគ្រូឱសថបុរាណចិនដែលរស់នៅក្នុងប្រទេសភូមាកាលពីចុងសតវត្សទី19ស្ដេចចិនសម័យនោះក៏បានប្រើប្រេងកូឡានេះសម្រាប់ព្យាបាលរោគស្រាលៗជាច្រើនមុខដែរត្រូវបានបណ្ដាជននៅអាស៊ីចាត់ទុកជាឱសថប្រេងកូឡាឬក៏ប្រេងខ្យល់មានន័យថាជាប្រេងកូឡាជាវត្ថុរាវអាចព្យាបាលនិងបន្ធូរបន្ថយអាការៈច្រើនមុខណាស់ប្រេងកូឡាពណ៌ក្រហមខ្លាំងជាងប្រេងកូឡាពណ៌សធម្មតាហើយត្រូវនឹងអាការៈរលាកក្រិចថ្លោះឈឺសន្លាក់ឈឺចុកចាប់ស្រពន់សាច់ដុំឈឺខ្នងឈឺចង្កេះចំណែកឯប្រេងកូឡាពណ៌សវិញត្រូវនឹងជំងឺឈឺក្បាលតឹងច្រមុះឈឺពោះរមាស់ដោយសត្វល្អិតតិចឬខាំពលគឺប្រេងកូឡាជាឱសថត្រូវនឹងជំងឺ100មុខពេលនេះប្រេងកូឡាល្បីល្បាញនឹងបានហូរចូលមកដល់អឺរ៉ុបទៀតតើវាអាចទៅរួចទេដែលផលិតផលមួយអាចត្រូវនឹងជំងឺរាប់សិបមុខយ៉ាងដូចនេះប្រេងកូឡាផ្សំឡើងពីអ្វីខ្លះទៅនឹងពិតជាឱសថទិព្វដូចជំនឿទាំងអស់នោះមែនឬបើនិយាយអំពីថ្នាំពេទ្យផលិតតាមបែបវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រវាកម្រណាស់ដែលថ្នាំមួយមុខអាចត្រូវនឹងជំងឺដ៏ច្រើនដូចយ៉ាងប្រេងកូឡានោះលោកវិជ្ជបណ្ឌិតលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតអាឡាងអាសៀប្រធានគ្រប់គ្រងសេវាផ្នែកឱសថនៃមន្ទីរពេទ្យអង់រីម៉ុងដឺក្រេតៃក្បែរទីក្រុងប៉ារីបានព្រមានឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នាត្រូវតែចេះត្រិះរិះនិងប្រុងប្រយ័ត្នមុននឹងសម្រេចលាបប្រេងកូឡាប្រេងកូឡាផ្សំឡើងដោយសារធាតុប្រេងរបស់រុក្ខជាតិជាច្រើនមុខដូចជាឈើអែមជាអង្កាមដើមប្រេងខ្យល់ជាតិម៉ង់តលឬក៏កំប្រេងរបស់សារធាតុពីរមុខចុងក្រោយនេះអាចពុលដល់ប្រព័ន្ធប្រសាទនិងធ្វើឲ្យអ្នកលាបអ្នកហិតឬអ្នកស្រូបក្លិនវាទៅជាប្រកាច់បានតើប្រេងកូឡាមានប្រសិទ្ធភាពពិតយ៉ាងដូចម្តេចខ្លះស្បែកមនុស្សចាស់គឺជាស្បែកក្រាស់ដែលមិនងាយជ្រាបទេមានន័យថាសារធាតុខ្លាញ់ឬក៏ប្រេងដូចយ៉ាងប្រេងកូឡាឬក៏ប្រេងខ្យល់មិនអាចជ្រាបចូលតាមស្បែកទៅក្នុងសរីរាង្គផ្នែកខាងក្នុងជ្រៅបានទេដូច្នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យអាសៀដដែលប្រេងកូឡាអាចមានប្រសិទ្ធភាពតែទៅលើស្បែកខាងក្រៅចំកន្លែងលាបនិងនៅផ្នែកខាងក្រៅតែប៉ុណ្ណោះឯការឈឺខ្នងឈឺចង្កេះឈឺសាច់ដុំឈឺសន្លាក់ជាទូទៅច្រើនតែមានបញ្ហាពាក់ព័ន្ធទៅនឹងសរីរាង្គកាយនៅផ្នែកខាងក្នុងផ្នែកខាងក្រោមខ្លាំងរបស់ស្បែកដូច្នេះការលាបផលិតផលអ្វីមួយនៅលើស្បែកមិនអាចមានប្រសិទ្ធភាពប្រឆាំងនឹងអាការៈរោគដូចរៀបរាប់ខាងលើទាំងអស់នោះទេកាយវិការតែមួយគត់ដែលការលាបប្រេងកូឡាទៅអាចមានប្រសិទ្ធភាពបំបត្តិការឈឺចុកចាប់សាច់ដុំបានគឺលាបអមជាមួយនឹងកាយវិការធ្វើម៉ាស្សាគឺការធ្វើម៉ាស្សាទេដែលជួយសម្រួលអាការៈឈឺចុកចាប់សាច់ដុំឲ្យបានធូរស្បើយឡើងក្នុងករណីនេះលោកសាស្ត្រាចារ្យអាសៀបានផ្ដល់អនុសាសន៍ឲ្យធ្វើម៉ាស្សាដោយមិនបាច់ប្រើប្រេងកូឡាតែម្ដងពីព្រោះប្រេងកូឡាគឺជាផលិតផលងាយនឹងធ្វើឲ្យស្បែករលាកឡើងក្រហាយដែលមិនត្រូវប្រើនៅត្រង់ស្បែកមានរបួសមានដំបៅឬត្រង់ស្បែកដែលមានស្លាកស្នាមដាច់ទេចំពោះប្រេងកូឡាពណ៌សវិញគេមានជំនឿថាត្រូវនឹងជំងឺផ្លូវដង្ហើមអ្នកផលិតក៏អួតអាងដែរថាប្រេងកូឡានេះនឹងជួយអាការៈតឹងច្រមុះឲ្យបានធូរព្រមទាំងអាការៈក្អកនិងអាការៈជំងឺមានពាក់ព័ន្ធទៅនឹងទងសួតឬសួតបានដោយគ្រាន់តែយកមករឹតនៅលើទ្រូងបំពង់កនិងនៅជុំវិញរន្ធច្រមុះក៏ប៉ុន្តែសម្រាប់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតអ្វីដែលផ្ដល់ប្រសិទ្ធភាពខ្ពស់មិនមែនដោយសារប្រេងកូឡាផ្ទាល់នោះទេតែគឺដោយសារសារធាតុម៉ង់តុលនិងអឺកាលីបទ៊ូសដែលជាធាតុផ្សំមួយមុខរបស់ប្រេងកូឡាសារធាតុពីរមុខនេះត្រូវបានគេស្គាល់តាំងតែពីយូរយារមកហើយថាអាចជួយរំលាយកំណកកំហាប់ជាលិកានៅរន្ធច្រមុះដោយជួយសម្រួលការបង្ហូរចេញនៅភ្នាសសម្បោរមិនល្អដូច្នេះ
ប្រេងកូឡាគ្មានប្រសិទ្ធភាពខ្លាំងជាងថ្នាំបាញ់ច្រមុះឬក៏ក្រដាសជូតសម្បោរដែលមានលាយជាតិម៉ង់តុលទេការញើសសម្បោរដោយប្រើក្រដាសមានជាតិម៉ង់តុលឬក៏ការលាងរន្ធច្រមុះដោយប្រើស្ប្រៃបាញ់អាចជួយកម្ចាត់សម្បោរដោយផ្ទាល់ឲ្យអស់ចេញពីរន្ធច្រមុះហើយបើកបណ្ដាញផ្លូវដង្ហើមឲ្យស្រឡះអាចស្រូបខ្យល់បានចេញចូលស្រួលចំណែកប្រេងកូឡាគ្មានសមត្ថភាពទាំងអស់នេះទេនេះគឺជាសេចក្តីបញ្ជាក់យ៉ាងទទូចរបស់លោកសាស្ត្រាចារ្យអាសៀដោយបញ្ជាក់ថាប្រេងកូឡាមិនប្រកាសជាមានប្រសិទ្ធភាពឡើយមិនមែនគ្រប់តែឱសថបុរាណសុទ្ធតែមានប្រសិទ្ធភាពទេរហូតមកទល់ពេលនេះពុំទាន់មានការសិក្សាតាមបែបវិទ្យាសាស្ត្រដែលអាចបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងកូឡាឡើយសាស្ត្រាចារ្យសូមរំលឹកថាប្រេងកូឡាគឺជាផលិតផលមួយតែមិនមែនជាថ្នាំនិងជាឱសថឡើយគ្មានការត្រួតពិនិត្យអំពីធាតុផ្សំរបស់ប្រេងកូឡាទេហើយបរិមាណរបស់ធាតុផ្សំនីមួយៗក៏ប្រែប្រួលខុសគ្នាច្រើនព្រមទាំងអាចមានការបន្ថែមបន្ថយសារធាតុផ្សេងៗដែលមិនបរិសុទ្ធផងដូច្នេះហើយបានជាអាជ្ញាធរបារាំងហាមឃាត់មិនឲ្យប្រើប្រេងកូឡាលើក្មេងអាយុក្រោម6ឆ្នាំទេស្បែករបស់ក្មេងខុសពីស្បែករបស់មនុស្សធំអាចស្រូបជាតិខ្លាញ់និងប្រេងបានយ៉ាងងាយក្រៅអំពីងាយរលាកងាយរងអាឡែហ្ស៊ីការលាបប្រេងកូឡាលើស្បែកដ៏ខ្ចីរបស់ក្មេងអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងប្រកាច់ផងពីព្រោះតែជាតិម៉ង់តុលឬក៏ជាតិកំផឹសដោយហេតុតែមានជាតិប្រេងរុក្ខជាតិនិងសារធាតុក្រំនេះឯងស្ត្រីមានផ្ទៃពោះនិងកំពុងបំបៅដោះកូនក៏មិនគួរប្រើប្រេងកូឡានេះដែរមិនត្រូវលេបឬក៏ផឹកទឹកមានជាតិប្រេងកូឡាឬក៏ប្រេងខ្យល់ទេហើយត្រូវតែលាងដៃឲ្យបានស្អាតក្រោយពីបានប្រើប្រាស់ប្រេងកូឡារួច